មនុស្សយើងម្នាក់មានផែនទីជាច្រើននៅក្នុងខួរក្បាលឬក៏នៅខាងក្នុងចិត្តរបស់យើងដែលគេហៅថាផែនទីនៃចិត្តឬក៏ mental map ហើយយើងបែងចែកផែនទីចិត្តនោះជាពីរផ្នែកគឺក្រុមទី1ហើយនិងក្រុមទី2ក្រុមទី1គឺជាផែនទីដែលបង្ហាញរបស់ទៅតាមសភាពពិតរបស់វាឬក៏សេចក្តីពិតជាក់ស្ដែងរបស់វាហើយក្រុមទី2គឺជាផែនទីដែលបង្ហាញទៅតាមការយល់ឃើញឬក៏ការវាតម្លៃនៅពេលដែលយើងសម្រាប់ចិត្តយើងតែងតែសម្រាប់ចិត្តឬធ្វើសេចក្តីសន្និដ្ឋានអំពីអ្វីៗដែលយើងជួបប្រទះនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងការរស់នៅរបស់យើងដោយប្រើផែនទីទាំងពីរនឹងឯងប៉ុន្តែអ្វីដែលសំខាន់គឺយើងទាំងអស់គ្នាអត់ទាំងបានដឹងផងថាយើងគឺមានផែនទីចិត្តនៅខាងក្នុងមួយបាត់ទៅហើយប្រសិនបើដឹងក៏មិនដឹងទៀតថាតើផែនទីមួយហ្នឹងវាជាផែនទីដែលត្រឹមត្រូវឬក៏ជាផែនទីដែលនាំឲ្យយើងវង្វេងវិញទេដូច្នេះហើយនៅពេលដែលយើងមើលទៅអ្វីមួយយើងតែងតែសន្និដ្ឋានថាវាគឺបែបហ្នឹងវាគឺអញ្ចឹងឯងឬក៏វាគួរតែបែបនេះឬក៏វាគួរតែបែបនោះទៅតាមក្រុមនីមួយៗមានថាទាំងក្រុមទី1និងក្រុមទី2នេះឯងហើយសម្រាប់អាកប្បកិរិយានិងទង្វើរបស់យើងដែលកើតឡើងវានឹងផ្លាស់ប្ដូរទៅតាមការសន្និដ្ឋានរបស់យើងនឹងឯងฉะนั้นហើយចូលចាំថារបៀបគិតគឺមានឥទ្ធិពលទៅលើគុណភាពគំនិតហើយនិងទង្វើរបស់យើងខ្លាំងមែនទែនសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងអញ្ចឹងហើយអ្នកគួរតែសង្កេតមើលពីខាងក្នុងរបស់ខ្លួនឯងថាតើខ្លួនឯងមានផែនទីប្រភេទមួយណាហើយគួរតែដើរទៅតាមផែនទីហ្នឹងដោយរបៀបណា